Super Atomic Habit របស់លោក James Clear បង្រៀនពីរបៀបកែប្រែទម្លាប់អាក្រក់និងបង្កើតទម្លាប់ល្អដើម្បីសម្រេចគោលដៅ Super នេះបានពន្យល់ពីគំនិតសំខាន់ៗទម្លាប់វាជាកិច្ចការតូចៗដែលយើងធ្វើជារៀងរាល់ថ្ងៃហើយវាមានឥទ្ធិពលខ្លាំងទៅលើលទ្ធផលចុងក្រោយការកែលម្អខ្លួនឯងត្រឹមតែ 1% ជារៀងរាល់ថ្ងៃនឹងបង្កើតលទ្ធផលដ៏ធំធេងនៅពេលក្រោយគោលដៅទល់នឹងប្រព័ន្ធការសម្រេចគោលដៅមិនមែនអាស្រ័យលើគោលដៅផ្ទាល់ទេតែអាស្រ័យលើប្រព័ន្ធដែលយើងអនុវត្តជារៀងរាល់ថ្ងៃ4ជំហានក្នុងការបង្កើតទម្លាប់ល្អ 1. ធ្វើឲ្យជាក់ស្ដែងធ្វើឲ្យទម្លាប់ងាយឃើញនិងងាយចាប់ផ្ដើមដូចជាការដាក់ឧបករណ៍ហាត់ប្រាណនៅកន្លែងដែលយើងមើលឃើញដើម្បីជាការដាស់តឿន 2. ធ្វើឲ្យតាក់ទាញការផ្សារភ្ជាប់ទម្លាប់ថ្មីជាមួយអ្វីដែលអ្នកចូលចិត្តដូចជាការស្ដាប់ចម្រៀងអំឡុងពេលធ្វើលំហាត់ប្រាណដើម្បីបង្កើនអារម្មណ៍ 3. ធ្វើឲ្យងាយស្រួលកាត់បន្ថយឧបសគ្គនិងចាប់ផ្ដើមបានឆាប់ដូចជាការរៀបចំសម្លៀកបំពាក់ហាត់ប្រាណទុកជាមុនដើម្បីកាត់បន្ថយនៅការយឺតយ៉ាវ 4. ធ្វើឲ្យពេញចិត្តឲ្យរង្វាន់ខ្លួនឯងបន្ទាប់ពីធ្វើទម្លាប់ល្អៗបានជាប្រចាំដូចជាការបំពេញនៅអ្វីដែលខ្លួនត្រូវការដែលជាសុភមង្គលសម្រាប់ខ្លួនឯង4ជំហានក្នុងការកែប្រែទម្លាប់អាក្រក់ 1. ធ្វើជាមើលមិនឃើញលាក់នៅអ្វីដែលធ្វើឲ្យប៉ះពាល់ដូចជាដាក់ទូរស័ព្ទឲ្យឆ្ងាយពេលកំពុងមើលសៀវភៅឬកំពុងរៀន 2. ធ្វើឲ្យវាអាក្រក់រំលឹកខ្លួនឯងពីផលអាក្រក់ឬផលវិបាកនៃទម្លាប់នោះ 3. ធ្វើវាឲ្យពិបាកបង្កើននៅឧបសគ្គដូចជាដាក់របស់ដែលធ្វើឲ្យយើងវង្វេងស្មារតីនៅឲ្យឆ្ងាយ 4. ធ្វើឲ្យវាមិនពេញចិត្តរកឲ្យនរណាម្នាក់ទទួលខុសត្រូវលើការផ្លាស់ប្ដូរទម្លាប់របស់យើង